nơi Japanគេមានហាងញ៉ាំមីរ៉ាមែនឈរនៅតាមស្ថានីយ៍រថភ្លើងណាសម្រាប់អ្នកបញ្ញាប់ចាអត់មានកៅអីអង្គុយទេគឺឈរញ៉ាំចឹងហ្មងហើយបើពួកយើងវិញចាមុននឹងទៅមើលផ្កាដើរលំហែហ្នឹងគឺមកអាំងសាច់ញ៉ាំហើយឈរទៀតបងប្អូនគឺថាបញ្ញាប់ខ្លាំងមែនទែនចាមានបងប្អូនគាត់ថាអូយមើលទៅជីវិតដូចជាស្រស់ស្រាយបែបថាមានសុភមង្គលចាលំហែបែបលក្ខណៈមួយប៉ុន្តែតាមពិតទៅគឺធ្វើការគ្រប់ពេលវេលាទីកន្លែងហ្មងបងប្អូនចាជីវិតពិតមមាញឹកខ្លាំងប៉ុន្តែឆ្លៀតបន្តិចចាឆ្លៀតបានតែ1ម៉ោងអីទេហើយម៉ោងពេលវេលាមើលផ្កាហ្នឹងក៏តិចដែរចាថ្ងៃឡើងចង់លិចទៅវិញហើយបានដល់ចេញទៅចង់ម៉ោងបាយទៀតបងប្អូនអញ្ចឹងហើយឆ្លៀតញ៉ាំបាយឲ្យហើយហ្មងទៅអត់មានដាក់កៅអីអង្គុយអីទេចាធ្វើ style ដូចហាងមីរ៉ាមែននៅស្ថានីយ៍រថភ្លើងប្រទេសជប៉ុននេះចាគេឈរញ៉ាំអញ្ចឹងហ្មងសម្រាប់អ្នកដំណើរហើយយើងនៅផ្ទះទេប៉ុន្តែបញ្ញាប់ដែរចានេះស្វាមីនេះខ្ញុំមកអាំងសាច់គោវ៉ាក់យឺចាមានមកប្រអប់ហ្នឹងគេរៀបចំមកដូចជាផ្កាអញ្ចឹងហើយនេះស្ពៃបកគោឡើងខ្ចីលវក់បេះនៅសួនបន្លែក្រោយផ្ទះឃើញស្វាមីនឹងខ្ញុំញ៉ាំហ្នឹងគឺជាបិយាសុខភាពវាអត់មានជាតិអាល់កុលទេអត់មានស្វឹងអីទេចាគេញ៉ាំវាដើម្បីកាត់ខ្លាញ់អាក្រក់ចេញពីគ្រឿងក្នុងខ្លាញ់រុំគ្រឿងក្នុងអីញ៉ាំ12អាទិត្យឡើងទៅគឺឃើញលទ្ធផលហើយចាសម្រាប់អ្នកដែលគាត់មានខ្លាញ់រុំគ្រឿងក្នុងអីហ្នឹងក៏គេអាចញ៉ាំប្រេង MCT បិយាសុខភាពឬក៏តែបៃតងសម្រាប់អ្នកលើសខ្លាញ់អីបានដែរឲ្យតែយើងញ៉ាំរបស់ខ្លាញ់អីច្រើនចាឬក៏ញ៉ាំអាហារបំពងអីច្រើនអញ្ចឹងណាចាមានលើសខ្លាញ់នៅក្នុងរាងកាយច្រើនក៏គេញ៉ាំដែរសាច់គោវ៉ាក់យឺនេះគេកាត់មកប្រទះដុំតូចអញ្ចឹងសម្រាប់យើងធ្វើសាច់អាំងគេមានសម្រាប់ចៀនស្តេកប្រទះរាងធំចាហើយបើកាត់ដុំប៉ុណ្ណឹងល្មមមួយម៉ាត់ហ្មងហើយនឹងខ្ញុំមានបន្លែដំបូងស្វាមីនឹងខ្ញុំគាត់ថាញ៉ាំតែសាច់នឹងបានហើយទៅប្រុយហ្មងណាចាមិនបាច់ញ៉ាំបាយមិនបាច់ញ៉ាំអីទេប៉ុន្តែនេះខ្ញុំឆ្លៀតបងប្អូនមាននៅក្នុងទូទឹកកកហ្នឹងគឺស្ពៃបូកគោរបស់យើងចាបើមិនញ៉ាំពេលហ្នឹងញ៉ាំពេលណាទៀតអត់មានពេលញ៉ាំទេចាប្រកាសជាសល់ពេញនឹងឥឡូវហើយអញ្ចឹងក៏ប្រមូលយកមកញ៉ាំមកហើយសម្រាប់សាច់គោវ៉ាក់យឺឃើញមានបងប្អូនគាត់កំងមកច្រើនមែនទែនហើយនឹងខ្ញុំបើកទទួលកំងចាប់ពីថ្ងៃនេះរហូតដល់មុនចូលឆ្នាំខ្មែរចារស់រាន់កំងទាំងអស់គ្នាណាហើយយើងញ៉ាំបាយហើយហ្នឹងក៏យើងធ្វើដំណើរចេញទៅចាបើកឡានទៅប្រហែលក្បែរ1ម៉ោងដែរពីផ្ទះនេះខ្ញុំទៅបងប្អូនទៅនាំបងប្អូនមើលទេសភាពចាបែបលំហែបរិយាកាសស្រស់ស្រាយប៉ុន្តែត្រជាក់ខ្លាំងមែនទែនព្រោះអីទៅតែធ្លាក់ព្រិលហើយចាមួយថ្ងៃមុនយើងចេញទៅនឹងឯងហើយនេះមានកម្រាលនៅក្នុងឡានស្រាប់យកមកដាក់អង្គុយញ៉ាំផ្លែស្ទ្រូប៊េរីអីណាឡើងលំហែចាមើលទៅបែបស្រស់ស្រាយរីឡាក់អញ្ចឹងណាប៉ុន្តែបានតែមួយផ្លែតហ្នឹងទេបងប្អូនអត់មានបានយូរទេចានេះដើរព្រៃសាគុរ៉ាតែម្ដងសិតតែដើមផ្កាសាគុរ៉ានៅលើចង្កេះភ្នំជំរាលភ្នំចាឡើងចុះស្អាតខ្លាំងមែនទែនហ្មងចលងភ្នំនឹងគេដាំមានបងប្អូនគាត់ខមមិនថាផ្កាអុយមួយនៅខ្មែរក៏ស្អាតដែរចាត្រូវហើយផ្កាអុយមួយនឹងខ្ញុំធ្លាប់បានឃើញនៅស្រុកខ្មែរដែរមានមួយដើមចាគឺផ្កាឡើងពេញនឹងឲ្យពណ៌ស្តៀងផ្កាសាគុរ៉ាប្រភេទនេះដែរផ្កាគេតូចក្តោបអញ្ចឹងណាគ្រាន់ថាផ្កាអុយមួយហ្នឹងបើសិនជាវាចេញផ្កាវានៅផ្លែចាស់របស់វាគឺវាមានក្លិនរៀងស្អុយផ្លែអុយមួយបន្តិចសាគុរ៉ាខុសគ្នាត្រង់ថាវាអត់មានផ្លែក្លិនស្អុយនៅពីក្រោមនឹងទេប៉ុន្តែយើងសាកសម័យមើលថាបើសិនជាមានកូនភ្នំដែលដាំផ្កាអុយមួយឡើងពេញនឹងហ្មងណាចាឲ្យដល់ខែវិរិជមិនដឹងជាស្អាតយ៉ាងណាទេបងប្អូនចាសង្ឃឹមថាមានអ្នកបង្កើតរមណីយដ្ឋាននៅខាងស្រុកខ្មែរចាធ្វើចំការផ្កាអុយមួយចំការផ្កាលឿងរាជអីអញ្ចឹងណាចាហើយឬក៏ផ្កាកង្កោកផ្កាចាអីហ្នឹងនាងខ្ញុំឃើញស្អាតមែនតើប្រភេទផ្កានៅស្រុកខ្មែរយើងពេលដែលរីកទៅចម្រុះមុខគ្នាចាបើសិនថាដាំជុំគ្នារីកទៅក៏ស្អាតដូចអញ្ចឹងដែរចាតែមិនដឹងថាមានអ្នកណាអាចធ្វើបានទេណាបងប្អូននេះគេកាត់ដីធ្វើថ្នាក់អញ្ចឹងដាក់ដាំអញ្ចឹងតែម្ដងនៅតាមចលងភ្នំណាចាគឺជាកន្លែងទេសចររដ្ឋគេរៀបចំមកអញ្ចឹងហើយនេះផ្កាស៊ុយសែនណាប្រភេទនេះគឺមានក្លិនក្រអូបហើយវារីករាងក្រោយផ្កាដែលមានស្ទាប់តិចណាបើនៅផ្ទះនេះខ្ញុំទៅតែចេញដើមស្លឹកអីមកទេអត់ទាន់មានផ្កាទេចានៅភ្នំចេះដូចថាវាឆាប់ត្រូវកម្ដៅថ្ងៃឆាប់ត្រូវអីចឹងវាចេញផ្កាមកមុនហើយនឹងខ្ញុំមកដល់ភ្លាមគឺថាអង្គុយញ៉ាំហ្មងបងប្អូនកម្របានឃើញនឹងខ្ញុំនៅក្នុងវីដេអូណាស់ចាបើសិនជាថតហ្នឹងត្រូវមានកាមេរ៉ាមែនអង្គុយចាំថតហើយសម្រាប់នឹងខ្ញុំមកអង្គុយស្ដាប់បាក់សៃអញ្ចឹងចូលចិត្តប៉ុន្តែមកកន្លែងទេសចរគឺគេមានបច្ចេកម៉ាស៊ីនភ្លើងដោយសារតែគេមានឡានតូចគឺលក់របស់ញ៉ាំសម្រាប់អ្នកមកលំហែនៅកន្លែងហ្នឹងអាចទិញបានហើយនឹងខ្ញុំអត់សូវចូលចិត្តទេសំឡេងម៉ាស៊ីនមកជាមួយនឹងធម្មជាតិអញ្ចឹងចាចង់ឲ្យស្ងាត់តែម្ដងយើងបានស្ដាប់ឮសត្វចាបយំនៅនេះមានចាបច្រើនខ្ញៀវខ្ញាដោយសារតែ
ផ្ការីកអញ្ចឹងក៏មានកូនដង្កូវតូចៗនៅលើដើមផ្កាសាគុរ៉ាដែរហើយនេះឆ្លៀតថតផលិតផលចាអត់មានបានលំហែអង្គុយអីយូរដូចគេទេចាគឺជាទឹកបន្លែផ្លែឈើមានរសជាតិឆ្ងាញ់គេប្រកែធ្វើមែនតែនមាន5រសជាតិណាចាបងប្អូនអាចដាក់កំងបានចេញពីជប៉ុនដែរហើយយើងរៀបចំចេញជូនបងប្អូនបាន2វគ្គហើយចានៅវគ្គបន្តទៀតណាទឹកបន្លែផ្លែឈើនេះវាអត់ផ្អែមខ្លាំងទេបងប្អូនក៏សួរថាផ្អែមអត់មានដាក់ស្ករអត់ទេគឺជារសជាតិបន្លែផ្លែឈើចាបែបធម្មជាតិតែម្ដងញ៉ាំទៅដឹងឆ្ងាញ់មួយបែបម្នាក់នេះបងប្អូនឃើញរូបភាពគេនៅលើហ្នឹងណាបើសិនជាយើងចាប់អារម្មណ៍ថាក្នុងមួយថ្ងៃហ្នឹងណាយើងអត់បានញ៉ាំបន្លែផ្លែឈើគ្រប់គ្រាន់ទេអញ្ចឹងយើងញ៉ាំវាមួយកំប៉ុងចាសម្រាប់មួយពេលតែម្ដងញ៉ាំទៅដើម្បីបំពេញវីតាមីនបន្លែផ្លែឈើឲ្យរាងកាយយើងការបត់ជើងយើងក៏ទៀងទាត់ដែរហើយគ្រាន់តែឃើញនេះខ្ញុំ post story នេះគឺមានបងប្អូនផ្ញើសារមកសួរនាំចង់កំងច្រើនមែនតែនចានេះខ្ញុំសង្ឃឹមថាអនាគតនឹងអាចចាដាក់ story យកទៅស្រុកខ្មែរដែរហើយមើលទៅចាបើសិនជាមានចាគឺនេះខ្ញុំនឹងប្រកាសជូនថាទទួលកំងចាគ្រាន់តែជាក្តីសម័យថាចង់បានចាចែកជូនរសជាតិដែលឆ្ងាញ់នៅជប៉ុនជូនបងប្អូនអញ្ចឹងណាព្រោះអីផ្លែ strawberry គឺមានច្រើនពូជណាស់ចាមិនមែនពូជទាំងអស់សុទ្ធតែផ្អែមទាំងអស់ទេរសជាតិផ្អែមហ្នឹងគឺប្រែប្រួលចាខុសគ្នាបន្តិចដែរផ្អែមខ្លាំងផ្អែមតិចមានលាយជូរអែមឬក៏ក្លិនខុសគ្នាទៀតចាអ្នកខ្លះញ៉ាំអត់បានប៉ះពូជផ្អែមទាំងស្រុងតែម្ដងទេចាប៉ុន្តែពូជខ្លះផ្អែមហើយមានជាតិជូរអែមតិចហ្នឹងគឺជក់ចិត្តឆ្ងាញ់ខ្លាំងមែនតើហ្មងចាប្លែកអរគុណច្រើនវីដេអូនេះនៅមានភាពបន្តទៀតបើចូលចិត្តកុំភ្លេចជួយ share ឲ្យអ្នកខ្ញុំម្នាក់មួយផងណាជម្រាបលា